ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញដល់បងប្អូនទាំងអស់គ្នាពីរបៀបបង្កើត sticker ដែលកំពុងតែពេញនិយមដែលគេកំពុងតែធ្វើសប្តាហ៍ថ្ងៃគឺបងប្អូនអាចយកឲ្យ ChatGPT ហ្នឹងគឺបង្កើត sticker ប្លែកបានឥឡូវនេះខ្ញុំនឹងធ្វើប្រាប់បងប្អូនទាំងអស់គ្នាអំពីរបៀបបង្កើត sticker ដែលកំពុងតែពេញនិយមបាទអញ្ចឹងបងប្អូនចូលទៅក្នុង ChatGPT ក៏បានចូលទៅក្នុង Google Gemini ក៏បានដែរឥឡូវយើងចូលយើងធ្វើតាម ChatGPT ម្ដងបាទអញ្ចឹងយើងធ្វើតាម ChatGPT បងប្អូនបើកទៅលើ ChatGPT មកប៉ុន្តែបងប្អូនត្រូវ upload នេះកន្លែងនេះយើងទាញយករូបថតរូបភាពបងប្អូនណាមួយដែលបងប្អូនគាត់ថាចង់ដាក់វាបងប្អូនស្វែងរករូបភាពណាមួយដែលបងប្អូនចង់ដាក់មកឧទាហរណ៍តែខ្ញុំបើកទៅរករូបភាពដែលខ្ញុំចង់ដាក់បាទឧទាហរណ៍ខ្ញុំបើកទៅរករូបភាពដែលខ្ញុំចង់ដាក់ឥឡូវខ្ញុំកំពុងតែដើររករូបភាពខ្ញុំនៅឆ្ងាយបន្តិចបងប្អូនអើយបាទអត់បានព្រៀងទុកទេអញ្ចឹងទៅរូបនៅឆ្ងាយបាទឥឡូវខ្ញុំយករូបភាពនេះបាទចុចយករូបភាពនេះមួយហើយយើងចុចដាននេះមកបាទអញ្ចឹងវាដើរមកហើយអញ្ចឹងយើងអាប់ឡូតរូបចូលមួយហើយយើងនឹងទៅយកប្រមមួយទៀតដោយសារខ្ញុំមានប្រមមួយដែលខ្ញុំត្រៀមទុករួចហើយបាទនេះប្រមនេះឥឡូវខ្ញុំ copy ប្រមនេះខ្ញុំនឹងដាក់នៅក្នុង description បងប្អូនចាំ copy ខ្ញុំមកបាទឥឡូវយើងចូលកន្លែង ChatGPT មិញហើយយើងផាសប្រមនោះចូលទៅក្នុង ChatGPT តែម្ដងបាទអញ្ចឹងបងប្អូនផុសរូបភាពមួយរូបភាពណាក៏ដោយឲ្យបងប្អូនចង់ធ្វើខ្លាយជា sticker គឺបងប្អូនអាចដាក់បានហើយបន្តមកយកបងប្អូនទៅ copy ប្រមដែលខ្ញុំអាចនឹងដាក់នៅក្នុង description នេះបាទអញ្ចឹងយើងចុចទៅលើព្រួញអូខេនេះតែម្ដងបាទអញ្ចឹងបងប្អូនរងចាំបន្តិចមកដោយសារតែវាដើររៀងយូរបន្តិចបងប្អូនបាទវាកំពុងតែធ្វើហើយគឺកំពុងតែបង្កើតរូបភាពថ្មីឲ្យយើងបាទបងប្អូនអាចចាំតាមអ៊ីនធឺណិតបងប្អូនខ្លះដើរយឺតអាចរៀងយូរអ៊ីនធឺណិតបងប្អូនខ្លះប្រើ 5G អាចលឿនបងប្អូនតែទូរស័ព្ទខ្ញុំប្រើ 5G ទៅវាចេះតែក្តៅខ្ញុំអត់សូវប្រើទេខ្ញុំប្រើតែ 4G បាទចុះបងប្អូនចាំបន្តិចមកទៅទៀតហ្នឹងវានឹងបង្ហាញនៅ sticker ដែលបងប្អូនដាក់នៅក្នុងប្រម sticker នេះគឺមានដាក់លេខ3បងប្អូននេះមានរ3មានកលុំ3ហ្នឹងបងប្អូនឃើញនេះបងប្អូនអាចដូរបានដូរ4ដូរ5អញ្ចឹងអាហ្នឹងគឺជាចំនួនរូបភាពជួរដេកជួរឈរបងប្អូនអាចដូរដាក់5ទៅវាជួរដេក5ជួរឈរ5អញ្ចឹងមកអានេះខ្ញុំអត់បានដូរទេគឺខ្ញុំដាក់ដដែលដើម្បីឲ្យបងប្អូនឃើញរូបមករៀងធំខ្ញុំដាក់4 5គឺរូបវាតូចពេកបាទអញ្ចឹងបងប្អូនចាំទៅទៀតមកវាចិត្តហើយបងប្អូនចិត្តហើយបាទអញ្ចឹងបងប្អូនអាចប្រើវាប្រើ ChatGPT ហ្នឹងបង្កើតនៅ sticker នេះបានបងប្អូនប្រើ Gemini ក៏បានដែរក៏ដូចគ្នាបាទឥឡូវនេះគឺវាបានបង្កើតឲ្យយើងហើយបងប្អូនមិញហ្នឹងបងដែលខ្ញុំបានប្រាប់បងប្អូនថារ3កលុំ3ហ្នឹងគឺមានន័យថាជួរដេក3ជួរឈរ3អញ្ចឹងបើសិនបងប្អូនចង់បានច្រើនជាងនេះគឺបងប្អូនអាចដូរដាក់លេខ4លេខ5ទៅវានឹងដាក់ជួរឈរ4ឬក៏ជួរដេក5អញ្ចឹងជួរឈរ4ជួរដេក4ជួរឈរ5ជួរដេក5អញ្ចឹងទៅបាទនេះគឺជារបៀបបង្កើត sticker ល្បីដែលយើងអាចបង្កើតបានតាមកម្មវិធី ChatGPT បាទងាយបងប្អូនអាចបង្កើតបានដោយខ្លួនឯងដោយបងប្អូនគ្រាន់តែ copy from ដែលខ្ញុំនឹងដាក់នៅក្នុង description បាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាយើងជួបគ្នានៅវីដេអូក្រោយទៀតបាយ